សួស្តីអ្នកគ្នាជួបគ្នាម្ដងទៀតមកកាន់កាយសាររឿង Novel លើជួបគេតាមម្ដងទៅពួកគេទាំង5នាក់បានហោះចុះទៅក្រោមជ្រោះយ៉ាងប្រុងប្រយ័ត្នឡើងលេងនៅខាងក្រោយគេហើយគាត់បានសម្លឹងមើលជញ្ជាំងដោយប្រុងប្រយ័ត្នជញ្ជាំងនេះគឺរលូនខ្លាំងណាស់វាដូចជាពួកវាត្រូវបានកាត់ដោយអាវុធមុតស្រួចនៅពេលដែលដៃស្ដាំរបស់វ៉ាងលីនប៉ះនឹងជញ្ជាំងនោះគាត់មានអារម្មណ៍ត្រជាក់ភ្លាមចូលទៅក្នុងខ្លួនរបស់គាត់នៅពេលដែលអ្នកទាំង5បន្តចុះមកក្រោមជុំវិញក៏ងើឈឹងបន្តិចម្ដងទោះបីជាយ៉ាងណាក៏ដោយវាមិនថ្មីទេសម្រាប់អ្នកដាំដុះដូចជាពួកគេអាចប្រើថាមពលវិញ្ញាណដើម្បីសម្រួលដល់ភ្នែករបស់ពួកគេដើម្បីមើលឃើញភាពងងឹតកាលណាពួកគេចុះកាន់តែជ្រៅស្នាមប្រេះលាងភ្នំជាច្រើនបានលេចឡើងតាមបណ្ដោយខាងរបស់ពួកគេហើយបានបង្កើតជាផ្លូវរួមភ្នំជាច្រើនសូម្បីតែជាមួយនឹងធម្មពលខាងញ៉ាំ Celestial គ្រប់ដណ្ដប់នៃរបស់ពួកគេមិនអាចមើលឃើញនៅក្នុងរូងភ្នំនោះថាមានអ្វីខ្លះដែរនៅពេលដែលរូបភ្នំបានលេចឡើងរាងកាយរបស់ឌូជៀនស្រាប់តែឈប់នៅកណ្ដាលអាកាសការបញ្ចេញមតិរបស់មូរុងជូក៏នៅតែត្រជាក់ពេលដែលគាត់ឃើញឌូជៀនឈប់គាត់បានងឿងឆ្ងល់បន្តិចប៉ុន្តែមិននិយាយស្ត្រី2នាក់នោះក៏បានឈប់ហើយមើលជុំវិញខ្លួនមេធាងទាំងនេះប្រៀបបាននឹងមាត់យក្សកំពុងរងចាំសត្វឲ្យចូលអ្នករាល់គ្នាខ្ញុំជឿថាមានទ្រព្យសម្បត្តិមួយចំនួននៅក្នុងរូងភ្នំទាំងនេះខ្ញុំជឿថាពេលដែលយើងចូលកាន់តែជ្រៅវានឹងមានរូងភ្នំកាន់តែច្រើនគោលដៅរបស់យើងមកទីនេះដើម្បីទទួលបានកំណប់ទ្រព្យដូច្នេះឥឡូវនេះវាអាស្រ័យលើសមត្ថភាពរបស់ពួកយើងជាមួយនឹងនោះឌូជៀនបានអណ្ដែតឆ្ពោះទៅរករូងភ្នំមួយមូរងជូក៏ស្ទាក់ស្ទើរបន្តិចហើយហោះឆ្ពោះទៅរកស្នាមរូងភ្នំមួយទៀតអាហ្នឹងវាដូចជាស្នាមប្រេះអ្នកគ្នាប្រហែលជាស្នាមប្រេះលំហតែគេហៅរូងភ្នំនៅក្នុងជម្រៅនៃចំណោហ្នឹងណាស្ត្រីម្នាក់នោះស្ត្រីឈ្មោះជូស៊ីស៊ុនសើចតិចហេតុអ្វីបានជាបងប្រុសវាងមិនមើលជុំវិញប្រហែលជាអ្នកមានសំណាងនឹងប្រមូលបានកំណប់ទ្រព្យខ្លះសម្រាប់ខ្លួនឯងបានឡើងងក់ក្បាលភ្នែករបស់គាត់ស្ងប់ស្ងាត់ហើយគាត់បានងក់ក្បាលក្រឡេកមើលខ្នងរបស់វាងលៀនភ្នែករបស់ចៅស៊ីយីស៊ុនភ្លឺឡើងនាងបានងាកទៅមើលរូងភ្នំនៅចំហៀងចំណែកស្ត្រីដែលមានរូបរាងទន់ខ្សោយនោះបានតាមនាងយ៉ាងជិតស្និទ្ធពេលដែលវាងលៀនហោះមកគាត់ក៏ងាកទៅមើលកន្លែងដែលស្ត្រីនោះបានទៅហើយចាប់ផ្ដើមជញ្ជឹងគិតហេតុអ្វីខ្ញុំមានអារម្មណ៍ប្លែកអំពីអ្នកទាំងពីរខណៈដែលកំពុងពិចារណាវាងលៀនបានដកការសម្លឹងមើលចេញជ្រុះហាក់ដូចជាគ្មានបាតហើយវាងលៀនមិនដឹងថាវាជ្រៅប៉ុណ្ណានោះទេពួកវាទាំងអស់ពួកគេបានហោះមកជាយូរមកហើយប៉ុន្តែបានឈប់នៅទីនេះប៉ុន្តែពួកគេមិនទាន់ដល់បាតនោះទេសូម្បីតែគ្រីស្តាល់របស់ប៉ៃលូក៏មិនបានប្រាប់អំពីបាតនៃចំណូលនោះដែររឿងតែមួយគត់ដែលខ្ញុំដឹងគឺថានៅទីនេះគឺជាច្រកធំមួយដែលតភ្ជាប់ច្រកទាំង6ផ្សេងទៀតចំណែកច្រកចេញគឺមានតែមួយប៉ុណ្ណោះនៃរបស់វាងនេះបានភ្លឺគាត់លេងចុះទៅក្រោមទៀតហើយប៉ុន្តែបានហោះឡើងទៅលើវិញនៅពេលនេះគាត់ទទួលបានរងសម្ពាធពីខាងលើភ្លាមដូច្នេះវាពិតជាដូចនេះមែននេះគ្រាន់តែច្រកចូលប៉ុណ្ណោះមិនមែនច្រកចេញទេន័យថារោងភ្នំហ្នឹងពេលយើងចុះបានតែឡើងទៅវិញឡើងបានដែរព្រោះវាច្រកចូលមិនមែនច្រកចេញទេប្រសិនបើខ្ញុំព្យាយាមចេញច្រកនោះនឹងតស៊ូហើយបង្ខាំងខ្ញុំមិនឲ្យចេញនោះទេបន្ទាប់ពីបានផ្ទៀងផ្ទាត់គំនិតក្នុងចិត្តរបស់វាងលៀនបានឈប់នៅលើអាកាសហើយមើលជុំវិញដោយយកចិត្តទុកដាក់មានស្នាមប្រេះជាច្រើននៅតាមជញ្ជាំងនៃច្រាំងថ្មនោះគាត់គ្រាន់តែស្កេនពួកវាដល់អារម្មណ៍ទេភាពរបស់គាត់មុននឹងដកការសម្លឹងមើលរបស់គាត់ចេញមនុស្សជាច្រើនប្រកាសជាបានមកទីនេះពីមុនក្នុងរយៈពេលរាប់មិនអស់ទៅហើយទោះបីជារូងភ្នំទាំងនេះមានកំណប់មែនក៏ខ្ញុំខ្លាចថាវាទៅទេអស់ដែរឥឡូវនេះមានថាវាងលៀនគិតថារូងភ្នំហ្នឹងវាមានមែនវាមានកំណប់មែនហើយមនុស្សចូលមករូងភ្នំពីមុនបើវាមានកំណប់មែនមានន័យថាត្រូវមនុស្សទាំងអស់ហ្នឹងយកអស់ហើយវាមិនសល់ទេណាគ្នាព្រោះអីមនុស្សនឹងធ្លាប់ចូលមកចម្ងាយ1000 feet ទៀតគឺជាកន្លែងដែលពិបាកឆ្លងកាត់ដែលខ្ញុំបានរកឃើញជាមួយនឹងគ្រីស្តាល់ទឹកមុខរបស់វាងនេះបានស្ងប់ស្ងាត់ពេលដែលគាត់អណ្ដែតលើអាកាសមិនយូរប៉ុន្មានមូរងជូបានចុះពីលើហើយមកក្បែរវាងលៀនបន្ទាប់ពីស្ងាត់មួយសន្ទុះគាត់សួរភ្លាមថាអ្នកដាំដុះវ៉ាងតើអ្នកស្គាល់កន្លែងនេះទេវាងលៀនបានក៏លេចមើលមូរងជូហើយនិយាយថាមានដើមឈើបុរាណមួយដុះនៅលើច្រាំងថ្ម1000 feet ចុះក្រោមដើមឈើនេះគឺចម្លែកណាស់ដូច្នេះអ្នកដាំដុះគួរតែប្រយ័ត្នមូរងជូភ្ញាក់ផ្អើលគាត់ងក់ក្បាលហើយលែងនិយាយទៀតបន្ទាប់ពីពេលវេលាបានកន្លងផុតទៅបន្តិចចៅយីសុននិងស៊ូវៃបានហោះចុះមកជាមួយឌូជៀននៅមកជាមួយនឹងគ្នាពេលដែលពួកគេទាំង5នាក់បានជួបជុំគ្នាវិញវាច្បាស់ណាស់ថាគ្មាននរណាម្នាក់បានទទួលបានផលអ្វីនោះទេល្បឿនរបស់វាងនេះបានបន្ថយហើយពួកគេបានបន្តចុះទៅក្រោមល្បឿនរបស់វាងនេះបានយឺតបន្តិចម្ដងធ្វើឲ្យកត់នៅក្រោយវងរបស់
មនុស្សទាំងនោះបន្ទាប់ពីឃើញដូច្នេះមូរងជូបានស្ទាក់ស្ទើរហើយធ្វើដូចគ្នានឹងវ៉ាងលីនឥឡូវនេះឌូជៀនគឺជាអ្នកនាំមុខវាចំណាយពេលតែ1ផ្លេតសម្រាប់ពួកគេ5នាក់ក្នុងការធ្វើដំណើរបានចម្ងាយ1000 feet ភ្នែករបស់វ៉ាងលីនបានភ្លឺនៅពេលដែលគាត់មើលទៅខាងស្ដាំតាមរយៈគ្រីស្តាល់គាត់បានឃើញថាវាមានដើមឈើបុរាណមួយនៅទីនោះដើមឈើនេះមើលទៅធម្មតាណាស់ហើយមិនធំតតែសោះទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលវ៉ាងលីនបានឃើញវាជាលើកដំបូងតាមរយៈគ្រីស្តាល់នោះគាត់ស្រាប់តែមានអារម្មណ៍ថាមានវិបត្តិពេលនោះគាត់ចិត្តទៅដល់ហើយភ្នែករបស់គាត់ក៏បានរួមតូចហើយគាត់បានឃើញដើមឈើក្រៀមស្វិតទំហំប៉ុនមនុស្សដុះពីលើច្រាំងថ្មចុះក្រោមនៅខាងស្ដាំដៃឬក្រាស់របស់ដើមឈើនេះត្រូវបានរីករាលដាលទៅលើគ្រប់ទិសទីឬពាក់កណ្ដាលត្រូវបានជួរឡើងទៅលើអាកាសហើយនៅសល់បានខួងទៅច្រាំងថ្មចោតទីតាំងនៃដើមឈើនេះគឺមានភាពវៃឆ្លាតបន្តិចវាស្ថិតលើគម្លាតឬត្រូវបានជួរនៅខាងក្រោមមកកើតបានជាវាំងននគ្រប់នឹង10គម្លាតនេះមិនមែនជាដើមឈើបុរាណតែមួយគត់នៅទីនេះទេនៅតាមផ្លូវចុះមកវ៉ាងលីនបានឃើញដើមឈើបុរាណចំនួន7 8ផ្សេងទៀតដុះនៅតាមច្រាំងថ្មហើយវាធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួលមានតម្រុយនីគ្រីស្តាល់ពណ៌ស្វាយភ្លឺនៅចន្លោះនោះវាមានកំណប់ទ្របនៅទីនោះវាដូចជាមានកំណប់ទ្របនៅទីនោះពន្លឺនេះមើលទៅសាមញ្ញណាស់ប៉ុន្តែបានផ្ដល់នូវភាពមុតស្រួចវាច្បាស់ណាស់ថាវាមិនមែនជាវត្ថុធម្មតាទេមិនចាំបាច់ប្រើអារម្មណ៍ទេភាពទេគ្រាន់តែមើលធម្មតាក៏ពន្លឺពណ៌ស្វាយនេះដូចជាដាវហោះចាក់ចូលក្នុងច្រាំងថ្មនោះដែរនៅពេលដែលឌូជៀនបានឃើញពន្លឺពណ៌ស្វាយភ្នែករបស់គាត់បានភ្លើងហើយគាត់បានឈប់នៅលើអាកាសភ្លាមគាត់បានក្រឡេកមើលទៅដាវហោះដោយប្រុងប្រយ័ត្នហើយលន់មាត់ថាដាវវាសនាឋានសួគ៌បន្ទាប់ពីគាត់និយាយបែបនេះសូមឲ្យស្ត្រី2នាក់និងស្ត្រី2នាក់នោះក៏ភ្ញាក់ផ្អើលដែរហើយសម្លឹងមើលទៅទិសដៅនោះបងនេះបានមើលអ្វីៗទាំងអស់នេះដោយត្រជាក់ហើយបានកត់សម្គាល់ភ្លាមថាស្ត្រីដែលមានរូបរាងទន់ខ្សោយនោះឈ្មោះស៊ូវៃមិនបានសម្លឹងមើលទៅចន្លោះប្រហោងនោះទេប៉ុន្តែបានសម្លឹងមើលទៅដើមឈើបុរាណហើយមិនដាក់ភ្នែកឡើយភាពត្រជាក់ដែលគួរឲ្យកត់សម្គាល់បានលេចចេញពីក្នុងភ្នែករបស់នាងឌូជៀនដកដង្ហើមធំពេលគាត់និយាយដាវហោះនៅចន្លោះប្រហោងហើយនិយាយស្ងប់ស្ងាត់ថាខ្ញុំស្គាល់ដាវនេះណាវាគឺជាដាវមួយដែលជាកម្មសិទ្ធិរបស់ម្ចាស់របស់ខ្ញុំគឺអសៀលោកគ្រូបានប្រកល់ដាវនេះចំនួនលោកគ្រូបានប្រកល់ដាវនេះសរុបចំនួន7មួយទៅដល់សិស្សពិតទាំង7ទុកជាកំណត់ទ្រព្យទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលជាច្រើនឆ្នាំដាវទាំង3បានបាត់ខ្លួនជាមួយនឹងម្ចាស់របស់វាគាត់បានមកដល់ទីនេះហើយមើលទៅវ៉ាងលីនទឹកមុខរបស់គាត់បានបង្ហាញពីភាពស្ទាក់ស្ទើរហើយសួរវ៉ាងលីនថាបងប្រុសវ៉ាងអ្នកគូតែធ្លាប់ឮអំពីសុនយន្តហើយមែនទេវ៉ាងលីនបានងក់ក្បាលដូចជាដកដង្ហើមធំហើយនិយាយថានៅពេលដែលសុនយន្តស្ថិតក្នុងតំណែងជាអ្នកដឹកនាំខ្ញុំគ្រាន់តែជាសិស្សធម្មតាប៉ុណ្ណោះហើយលោកគ្រូមិនទាន់ទទួលយកខ្ញុំចូលកងពលពោះស្វាយនៅឡើយទេទោះបីជាយ៉ាងណាក៏ដោយខ្ញុំចាំថាដាវនេះល្អណាស់នេះគឺជាដាវរបស់កងពលពោះស្វាយដែលចវាយបានឲ្យទៅសុនយន្តពេលដែលគាត់ខ្លាចជាសិស្សពិតនៃកងពលពោះស្វាយការសម្លឹងមើលរបស់វ៉ាងនេះបានបែរទៅរកវ៉ាងដាវហោះនៅចន្លោះប្រហោងនោះគាត់មិនបាននិយាយអ្វីទេមានភាពត្រជាក់មួយចំនួនរំលេចក្នុងភ្នែករបស់ឌូជៀនពេលគាត់បានទាក់ដៃដាក់មូរងជន់និងស្ត្រី2នាក់នោះលោកបងមូរងហើយនិងប្អូនស្រីទាំងពីរដាវនេះគឺជាកម្មសិទ្ធិរបស់និកាយសាសនាឋានសួគ៌របស់ខ្ញុំហើយវាជាដាវរបស់កងពលពោះស្វាយតើអ្នកទាំងអស់គ្នាអាចផ្ដល់មុខមាត់ឲ្យខ្ញុំឲ្យប្រកល់ដាវនេះទៅបងប្រុសវ៉ាងរបស់ខ្ញុំបានដែរឬទេគាត់គឺជាសិស្សនៃនិកាយសាសនាឋានសួគ៌មកពីផ្នែកពោះស្វាយរបស់និកាយសាសនាឋានសួគ៌របស់ខ្ញុំដូច្នេះការផ្ដល់ឲ្យគាត់គឺដូចជាការប្រកល់ទៅម្ចាស់ដើមរបស់វាវិញម្យ៉ាងទៀតបន្ទាប់ពីគាត់ទទួលបានដាវតំណែងរបស់គាត់ក្នុងផ្នែកពោះស្វាយនិងខុសពីពេលនេះសម្លេងរបស់ឌូជៀនពោពេញទៅដោយភាពស្មោះត្រង់អ្វីត្បិតតែភ្នែករបស់មូរងជូត្រជាក់ខ្លាំងក៏ដោយក៏មានពន្លឺចម្លែកមួយភ្លឺចាញ់ចាំងមកលើពួកវាដែរគាត់បាននិយាយដោយខ្លីថាគ្មានបញ្ហាទេស្ត្រី2នាក់នេះធម្មជាតិក៏មិនជំទាស់ដែរឌូជៀនសម្លឹងមើលវ៉ាងលីនហើយភ្នែករបស់គាត់ពោពេញទៅដោយសេចក្តីសប្បុរសនៅពេលគាត់បាននិយាយថាបងប្រុសវ៉ាងទោះបីជាកម្រិតនៃការដាំដុះរបស់ខ្ញុំទាបជាងអ្នកក៏ដោយខ្ញុំបានចូលរួមជាមួយនឹងនិកាយមុនអ្នកខ្ញុំសង្ឃឹមថាអ្នកមិនប្រកាន់ទេថាបើខ្ញុំហៅអ្នកថាជាបងប្រុសដាវនេះជាកម្មសិទ្ធិរបស់កងពលពោះស្វាយរបស់អ្នកដូច្នេះបងប្រុសនេះនឹងមិនលួចវាពីអ្នកទេហើយមិនអនុញ្ញាតឲ្យនរណាម្នាក់លួចវាឡើយខ្ញុំគ្រាន់តែសង្ឃឹមថាដាវនេះនឹងភ្លឺចេញចាំងដោយដែលវាបានធ្វើនៅពេលដែលសិនយន្តមានវានៃរបស់វ៉ាងនេះបានមើលទៅឌូជៀនដោយស្ងប់ស្ងាត់ការបង្ហាញរបស់ឌូជៀនមិនមានអ្វីមិនធម្មតាអំពីវាទេគាត់មានស្នាមញញឹមទន់ភ្លន់នៅលើមុខរបស់គាត់
បន្ទាប់មកសូមអរគុណវ៉ាងលៀនញញឹមភ្លាមគាត់មើលទៅឌូជៀនហាក់ដូចជាគាត់មើលក្មេងដែលកំពុងព្យាយាមលេងល្បិចម្នាក់នេះពិតជាគិតថាគាត់គឺជាក្មេងទៅតែចេះដើរពីមួយឆ្នាំមែននៅពេលដែលឌូជៀនបានឃើញស្នាមញញឹមរបស់វ៉ាងលៀនក៏ស្រាប់តែមានអារម្មណ៍ថាដូចជាមានរឿងអាក្រក់ហៀបនឹងកើតឡើងគាត់ពិតជាបានមើលស្រាលវ៉ាងលៀនមែននៅក្នុងគំនិតរបស់គាត់លុះត្រាតែសម្បកខ្យល់លុះត្រាតែសម្រាមនេះមកពិភពដាំដល់ខ្ជិះខ្ជាយពាក់កណ្ដាលមានសំណាងមិនគួរឲ្យជឿនោះតើគាត់អាចត្រូវបានទទួលដោយអសៀធ្វើជាសិស្សដោយរបៀបណាអានឹងសំដែងនិយាយទៅរឿងហ្នឹង fake ច្រើនដែរហ្នឹងប្រពន្ធសំដែង JM ឲ្យសាហាវថៃទៀតគាត់ធ្លាប់មកពីកន្លែងនេះតែម្នាក់ឯងពីមុនមកប៉ុន្តែគាត់មិនបានមកទីនេះដោយផ្ទាល់ទេផ្ទុយទៅវិញគាត់បានគ្រប់គ្រងកូនឆ្កែមួយក្បាលមកជាមួយនឹងអារម្មណ៍ទេពរបស់គាត់នៅខាងក្នុងនេះបន្តិចកូនឆ្កែនោះត្រូវបានវាយប្រហារដោយដើមឈើបុរាណនេះឈុតនេះធ្វើឲ្យគាត់ភ័យខ្លាចជាខ្លាំងដែលគាត់មិនហ៊ានមកសមុទ្រពពកនេះជាយូរមកហើយកូនឆ្កែនេះទៅច្រឡំឆ្កែមនុស្សតែវាចាប់ទុកមនុស្សនឹងដូចជាកូនឆ្កែលុះក្រោយពីគាត់បានឃើញមូលរងជននិងអ្នកផ្សេងទៀតគាត់ទៅតែធ្វើកម្រងចូលមកកន្លែងនេះនៅថ្ងៃនេះគាត់មានទំនុកចិត្តថាវ៉ាងលៀនមិនអាចឃើញតាមរយៈផែនការរបស់គាត់បានទេទោះបីជាយ៉ាងណាមិញដើមឈើបុរាណនេះគឺសាមញ្ញពេកនៅតាមផ្លូវមានដើមឈើបុរាណស្រដៀងគ្នានេះជាច្រើនដែលមិនមានសមត្ថភាពវាយលុកទៅទេសោះបើនេះបានទះថងទុករបស់គាត់ហើយដើរពាក់កណ្ដាលព្រះច័ន្ទក៏លេចចេញមកគាត់បានបោះដាវនោះទៅហើយភ្លាមនោះដើរពាក់កណ្ដាលព្រះច័ន្ទបានហោះចូលទៅក្នុងដំណាភាពនោះច្រឡំដំណាភាពគម្លាតដាវពាក់កណ្ដាលព្រះច័ន្ទនេះគឺលឿនពេកហើយវាបានយកដាវនោះហើយវាបានយកដាវហោះចេញមកហើយហោះត្រឡប់មកកាន់វ៉ាងលៀនវិញទាំងអស់នេះបានកើតឡើងយ៉ាងលឿនណាស់ដើមឈើបុរាណដែលក្រៀមស្វិតនោះហាក់ដូចជាមិនបានកត់សម្គាល់នៅអ្វីដែលបានកើតឡើងតទៅសោះដាវពាក់កណ្ដាលព្រះច័ន្ទបានហោះត្រឡប់ទៅកាន់វ៉ាងលៀនហើយដាវហោះពស់ស្វាយបានធ្លាក់ចូលទៅក្នុងដៃរបស់វ៉ាងលៀនវិញជាមួយនឹងដាវហោះនៅក្នុងដៃភ្នែករបស់វ៉ាងលៀនកាន់តែត្រជាក់ដោយមានការច្របាច់ដាវបានបែកជាបំណែកសូម្បីតែពន្លឺពស់ស្វាយក៏បាត់ទាំងស្រុងដែរតើនេះជាដាវរបស់និកាយសាសនាឋានសួគ៌ដោយរបៀបណាច្បាស់ណាស់ដាវធ្វើពីដៃធម្មតាគ្មាននរណាម្នាក់ធ្វើវាមើលទៅដូចជាកំណត់ប្រវេទមន្តដើម្បីប្រើជានុយសម្រាប់ធ្វើអន្ទាក់វ៉ាងលៀនសម្លឹងមើលទៅឌូជៀនការសម្លឹងមើលរបស់គាត់នៅតែស្ងប់ស្ងាត់ការបង្ហាញរបស់ឌូជៀនគឺអាក្រក់នៅពេលដែលគាត់បានដកថយពី3ជំហានហើយសុំទោសបងប្រុសវ៉ាងប្រហែលជាខ្ញុំក៏សម្គាល់ដាវខុសហើយបណ្ឌិតត្រជាក់បានភ្លឺចេញពីភ្នែករបស់វ៉ាងលៀនគាត់បានញុះញង់អ្នកដតីគាត់មិនកម្រញុះញង់អ្នកដតីណាមានន័យថាកម្របកបញ្ហាមុនទៅដោយអ្នកដតីប៉ុន្តែអ្នកណានឹងបង្កបញ្ហាដល់គាត់នឹងសាហាវនេះគឺជាពិភពណាំដោះដ៏ខូខើប្រសិនបើអ្នកណាខ្សោយពេកនោះគេនឹងត្រូវស្លាប់បន្ទាប់ពីបោះជំហានទៅមុខដៃស្ដាំរបស់វ៉ាងលៀនបានលោកចេញហើយខ្យល់បក់មកត្រង់ឌូជៀនការបញ្ចេញមតិរបស់ឌូជៀនបានផ្លាស់ប្ដូរយ៉ាងខ្លាំងនៅពេលដែលគាត់បានតបតវិញភ្លាមហើយស្រែកថាតើអ្នកមានន័យយ៉ាងណាវ៉ាងលៀនទោះបីជាយ៉ាងណាក៏ដោយវាពិតជាលំបាកណាស់សម្រាប់គាត់ក្នុងការគេចចេញពីកន្លែងដ៏ចង្អៀតនេះជាមួយនឹងកម្រិតនៃការដាំដុះរបស់គាត់ទោះបីជាគាត់បាន teleport ក៏ដោយក៏គាត់មិនអាចគេចចេញពីអាការៈវិរិទ្ធរបស់វ៉ាងលៀនបានដែរដែលត្រូវបានបញ្ចូលទៅក្នុងដោរបស់វ៉ាងលៀននោះទោះបីជាវាមិនគ្រប់គ្រាន់សម្រាប់ឌូជៀនក៏ដោយដោយសារតែគាត់មានកំណត់ទ្រព្យសង្គ្រោះជីវិតរបស់អសៀដែលបានផ្ដល់ឲ្យគាត់លំពេចនោះសម្លេងស្រួយចេញពីដើមឈើបន្ទាប់មកដើមឈើបុរាណបានដួលរលំទៅជាសត្វល្អិតហោះហុំព័ទ្ធជុំវិញម្រាមដៃជុំវិញទីនេះរាប់មិនអស់ដែលបានចេញមកដូចជាពពកខ្មាក់ក្រាស់នេះគឺជាដើមឈើបុរាណដោយរបៀបណាវាច្បាស់ណាស់ជាការបំផន់ដែលបង្កើតឡើងដោយសត្វល្អិតចំនួនដ៏ច្រើនដែលបានប្រមូលផ្ដុំនៅទីនោះមានន័យថាដើមឈើនោះវាបង្កើតបានមកពីសត្វល្អិតឯណាគ្នាសត្វល្អិតវាច្រើនទៅបានទុំលើគ្នាចោះឡើងបង្កើតជាដើមឈើអ្នកដាំដុះប៉ុណ្ណឹងដែរមើលមិនដឹងដើមឈើឬសត្វល្អិតសត្វល្អិតដែលមានទំហំពុំម្រាមដៃនេះបានផ្លាស់ប្ដូរពណ៌របស់វានឹងមិនអាចទាញទុកជាមុនបានយ៉ាងខ្លាំងនៅពេលដែលពួកវាបានបែកខ្ញែកចូលទៅក្នុងពពកជារឿយៗពួកវាមិនបានប្រាប់ពីភាពខុសគ្នារវាងពពកនិងច្រាំងថ្មដោយភ្នែករបស់ពួកគេបានទេភាគច្រើនដោយសារតែព្រិលនៃពពកសត្វល្អិតនោះបានវាយលុកអ្នករួចហើយបន្ទាប់ពីសត្វល្អិតទាំងនេះបានបង្ហាញខ្លួនពួកវាបានបំបែកជា5ក្រុមហើយបានសម្រុកទៅកាន់មនុស្សគ្រប់រូបទឹកមុខរបស់ឌូជៀនបានផ្លាស់ប្ដូរយ៉ាងខ្លាំងហើយមុខរបស់គាត់ប្រែជាស្លេកគាត់បានឃើញនៅផ្នែកផ្ទាល់ភ្នែកថាតើសត្វល្អិតទាំងនេះមានឥទ្ធិពលយ៉ាងណាកូនឆ្កែនោះមានសាច់និងកូនឆ្កែដែលគាត់នាំមកលើកនោះមានសាច់និងព្រលឹងរបស់គាត់ត្រូវបានលាបត្របាក់1វិនាទីដោយសារសត្វល្អិតចូលខ្លួនបន្ទាប់ពីនេះគាត់បានទះថង់ផ្ទុករបស់គាត់ហើយ
កាន់វាដោយ Stexter ហើយបានយកត្បូងថ្មសង្គ្រោះជីវិតដែលអស់សៀបានផ្ដល់គាត់ចេញត្បូងនេះបានប្រើ3ដងអាចប្រើបានតែ3ដងប៉ុណ្ណោះគាត់ប្រើមួយជាយូរមកហើយឥឡូវនេះជាលើកទី2ត្បូងនេះបានបញ្ចេញពន្លឺពណ៌ឥន្ធនូហើយបានបិទបាំងរាងកាយទាំងមូលរបស់ឌូជាតិភ្លាមពេលនោះពន្លឺពណ៌ឥន្ធនូបានលេចចេញមកសត្វល្អិតទាំងអស់បានប្រមូលផ្ដុំគ្នាជាក្រុមជំនួសឲ្យការដកថយពួកវាទាំងអស់បានឡោមព័ទ្ធពន្លឺពណ៌ឥន្ធនូជំវិញឌូជាតិហើយបន្ទាប់មកសំឡេងនៃការប៉ះទង្គិចគ្នាបានលឺឡើងចេញពីរបាំងពណ៌ឥន្ធនូនោះសំឡេងនេះធ្វើឲ្យស្បែកក្បាលរបស់ឌូជាតិស្ពឹកគាត់ស្រែកភ្លាមថាជួយខ្ញុំផងបងប្រុសមួយរូបជនសង្គ្រោះខ្ញុំផងមួយរូបជនស្ទាក់ស្ទើរបន្តិចមុននឹងដៃស្ដាំរបស់គាត់បានបង្កើតត្រាហើយចុចវាទៅមុខធម្មពលខាងវិញ្ញាណ Celestial ក្នុងខ្លួនរបស់គាត់បានបង្កើតជាកង់បានបង្កើតជារង្វង់បន្ទាប់មកស្នាមដៃធ្វើពីស្មានខ្មៅបានលេចចេញទៅនៅពេលដែលដៃរបស់គាត់បានបាញ់ទៅមុខស្នាមខ្មៅបានឆ្ពោះទៅរកឌូជាតិដែលត្រូវហុំព័ទ្ធដោយសត្វល្អិតទាំងនោះការផ្ទុះយ៉ាងខ្លាំងនៅពេលដែលធម្មពលនេះដៅខ្មៅពិតបានឆ្លងកាត់សត្វល្អិតនោះហើយថែមទាំងបានឆ្លងកាត់ឌូជាតិហាក់ដូចជាថ្លាទាំងអស់ទៀតផងការធម្មពលនៃម្រាមដៃខ្មៅនេះបានឆ្លងកាត់អ្វីៗគ្រប់យ៉ាងហើយធ្លាក់ចូលទៅក្នុងចន្លោះនៃជញ្ជាំងខាងក្រោយឌូជាតិទស្សនវិជ្ជាចម្លែកនេះបានធ្វើឲ្យការបញ្ចេញមតិរបស់មូរងជនងងឹតភ្លាមគាត់សម្លឹងមើលសត្វល្អិតទាំងនោះដោយទឹកមុខអាក្រក់ខ្លាំងណាស់ចំណែកចោស៊ីសុនវិញនាងយីសុននាងមើលទៅសត្វល្អិតដោយសម្លឹងដោយការសម្លឹងយ៉ាងជ្រាលជ្រៅចំពោះស៊ូវៃមានតម្រុយនៃការគណនាក្នុងភ្នែករបស់នាងប៉ុន្តែភ្លាមនោះត្រូវបានបាត់ទៅវិញដោយសារតែការសម្លឹងមើលរបស់វ៉ាងលីនវាហាក់ដូចជាបានឆ្លងកាត់នាងនៅពេលជាក់លាក់មួយទាំងអស់នេះបានកើតឡើងក្នុងរយៈពេលដ៏ខ្លីបំផុតនៅពេលដែលវ៉ាងលីនឃើញសត្វល្អិតនោះសត្វល្អិតមិនអើពើនឹងអាការៈរបស់មូរងជូនោះភ្នែករបស់គាត់បានភ្លឺឡើងមូរងជូបានបោះជំហានទៅមុខហើយបន្ទាប់ពីដៃរបស់គាត់បានបង្កើតត្រាជាច្រើនគាត់បានប្រើអាការៈរត់ជាបន្តដោយបញ្ជូនការវិប្រហារផ្សេងគ្នាទៅកាន់សត្វល្អិតនោះទោះបីជាយ៉ាងណាក៏ដោយគ្មានករណីលើកលែងពួកវាទាំងអស់បានហោះមកត្រង់តាមសត្វល្អិតសំឡេងត្រក្រោតគ្រៀតបានបន្តហើយពន្លឺឥន្ធនូនៅជុំវិញឌូជាតិបានស្រអាប់យ៉ាងឆាប់រហ័សឌូជាតិបានបង្ហាញពីអារម្មណ៍នៃភាពអស់សង្ឃឹមប៉ុន្តែនៅពេលនេះចិត្តរបស់គាត់ស្រាប់តែស្រឡះគាត់ងាកទៅរកវ៉ាងលៀនហើយស្រែកដោយអន្ទះសារថាវ៉ាងលៀនខ្ញុំដឹងពីអាចកំបាំងមួយចំនួនរបស់ចៅហ្វាយបើឯងសង្គ្រោះខ្ញុំនឹងប្រាប់អ្នកទាំងអស់អំពីរឿងនេះវ៉ាងលៀនមិនអើពើនឹងឌូជាតិនឹងស្រង់ហើយការសម្លឹងមើលហើយគាត់សម្លឹងមើលសត្វល្អិតចំនួនវិញសត្វល្អិតទាំងនេះពិតជាចម្លែកណាស់ដំបូងឡើយពួកវាបានបែកខ្ញែកគ្នាហើយដើម្បីវាប្រហារគ្រប់គ្នាប៉ុន្តែនៅពេលដែលពួកវាឃើញពន្លឺឥន្ធនូពីឌូជាតិពួកវាទាំងអស់បានប្រមូលផ្ដុំគ្នាភ្លាមចោស៊ីសុនចោយីសុនបានកលេចមើលសក់របស់នាងហើយនិយាយយ៉ាងសត្វទន់ថាបន្ទាប់ពីសត្វល្អិតទាំងនេះលេបត្របាក់ប្អូនប្រុសឌូរួចហើយពួកយើងនឹងខ្លាចជាគោលដៅបន្ទាប់បើយើងមិនចាក់ចេញឥឡូវនេះខ្ញុំខ្លាចថានឹងមិនមានឱកាសទៀតទេនៅពេលនេះពន្លឺឥន្ធនូជុំវិញឌូជាតិស្រាប់តែរលត់ចិត្តរបស់គាត់ញាប់ញ័រខណៈដែលគាត់បានធ្វើសកម្មភាពភ្លាមនៅការប្រើប្រាស់កំណត់ប្រសង្គមជីវិតលើកចុងក្រោយរបស់គាត់ដែលបានមកទីត្បូងថ្មនោះទោះបីជាយ៉ាងណាក៏ដោយសំឡេងក្រោកគ្រៀតប្រៀបដូចជាថ្គរលាន់ដែលបន្តក្នុងបេះដូងរបស់គាត់ធ្វើឲ្យបេះដូងរបស់គាត់ឌូជាតិលោតញាប់ឌូជាតិបានក្តោបថ្មីរបស់គាត់ហើយនិយាយសំឡេងអាត់កំបាំងដ៏ធំមួយក្នុងបេះដូងរបស់គាត់វ៉ាលីនខ្ញុំដឹងពីអាការៈវិរុទ្ធខ្ញុំដឹងពីអាត់កំបាំងនៃផ្នែកពោះស្វ័យរបស់អ្នកខ្ញុំដឹងថាហេតុអ្វីបានជាសុនយន្តក្បត់លោកគ្រូកាលពីពេលនោះបើឯងសង្គ្រោះខ្ញុំនឹងប្រាប់អ្នកទាំងអស់អំពីរឿងនេះការបញ្ចេញមតិរបស់វ៉ាន់គឺអព្យាក្រឹតនៅពេលដែលគាត់សម្លឹងមើលឌូជាតិគាត់បានក្រវីដៃស្ដាំរបស់គាត់ហើយពន្លឺពណ៌មាសភ្លឺចែងចាំងបានលេចឡើងក្នុងដៃរបស់គាត់ភ្លាមពន្លឺពណ៌មាសនេះគឺជានិមិត្តសញ្ញាមាសមួយក្នុងចំណោមនិមិត្តសញ្ញាមាសទាំង11ចេញពីរូងភ្នំមាសនេះគឺភ្លឺខ្លាំងណាស់ដូចជាព្រះអាទិត្យព្រោះវាបានបំភ្លឺភាពងងឹតទាំងអស់នៅក្នុងតំបន់នេះសត្វល្អិតជុំវិញឌូជាតិទាំងអស់បានបញ្ចេញសម្លេងការភ្ញាក់ផ្អើលហើយបានសម្រុកភ្លាមទៅកាន់និមិត្តសញ្ញាពណ៌មាសនៅក្នុងដៃរបស់វ៉ាងលីនភ្នែករបស់វ៉ាងលីនបានភ្លឺឡើងគាត់ដឹងថាការវិនិច្ឆ័យរបស់គាត់គឺត្រឹមត្រូវសត្វល្អិតទាំងនេះមានភាពរសើបចំពោះពន្លឺខ្លាំងណាស់ឬត្រឹមត្រូវជាងនេះទៅទៀតពួកវាស៊ីពន្លឺវ៉ាលីនបានដើរថយក្រោយជាច្រើនចំហៀននៅពេលដែលគាត់ទះថងដីការបស់គាត់ហើយជក់គ្រីស្តាល់បានលេចឡើងក្នុងដៃរបស់គាត់ជាមួយនឹងរលកនៃ
ដៃរបស់គាត់និមិត្តសញ្ញាមាសជាច្រើនទៀតបានទៅចេញមកសត្វល្អិតបានបង្បែកជាក្រុមនៅពេលដែលពួកវាឡំព័ទ្ធជុំវិញនិមិត្តសញ្ញានីមួយៗហើយចាប់ផ្ដើមលើកត្របាក់និមិត្តសញ្ញានោះដោយស្ដាំរបស់វ៉ាងនេះបានបន្តផ្លាស់ទីហើយនិមិត្តសញ្ញាត្រូវបានបង្កើតឡើងម្ដងមួយតាមពិតវាមិនមែនសត្វល្អិតច្រើនទេវាមានតែពី300ប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយដោយសារតែពួកវានីមួយៗមានទំហំប៉ុនក្រចកដៃនិងមានរូបរាងបំភាន់វាមើលទៅដូចជាពួកវាមានរាប់ពាន់អញ្ចឹងសត្វល្អិតទាំងអស់បានហើរជុំវិញនិមិត្តសញ្ញាជាង10ហើយចាប់ផ្ដើមលើកត្របាក់ពួកវាឈុតនេះបានធ្វើឲ្យអ្នករាល់គ្នាពាក់ផ្អើលជាពិសេសនារីទាំងពីរនោះជាលើកទី1ហើយដែលនារីទាំងពីរនោះបញ្ចេញមតិដូចគ្នារន្ធត់ណាស់កន្សោមដូចគ្នាទាំងអស់បានធ្លាក់ចូលក្នុងដៃរបស់វ៉ាងលីនហើយគេបានធ្វើឲ្យគាត់ភ្ញាក់ផ្អើលទីបំផុតគាត់បានយល់ថាហេតុអ្វីបានជាគាត់តែងតែមានអារម្មណ៍ប្លែកអំពីអ្នកទាំងពីរនេះទោះបីជាយ៉ាងណាលោកដឹងថាពេលវេលាដើម្បីដោះស្រាយបញ្ហានេះទោះបីជាយ៉ាងណាក៏ដោយវ៉ាងលឿនមិនមានពេលវេលាដើម្បីដោះស្រាយបញ្ហានេះទេគាត់បានដើរទៅមុខភ្លាមដោយមកក្បែរដូជៀនហើយចាប់ដៃរបស់គាត់ចេញដូជៀនគឺជាសិស្សរបស់អសសៀគាត់គឺជាសិស្សទី7នៃកុលពលក្រហមទោះបីជាគាត់មិនទាន់ឈានដល់ដំណាក់កាលកម្រិតទី7ក៏ដោយប៉ុន្តែអក្ខរាវរដ្ឋគឺនៅតែអស្ចារ្យក្នុងពេលមានវិបត្តិនេះគាត់ខំចុងអណ្ដាតរបស់គាត់ហើយចេញឈាមប្រលឹងខ្លះឈាមនេះអណ្ដែតលើអាកាសហើយមានអរិយាបថដូចតែកំពុងពុះនិងមានរាងដូចជារង្វង់តូចៗសូម្បីតែការដាំដុះរបស់វ៉ាងក៏ដោយប្រសិនបើគាត់ប៉ះពួកវានឹងមានរុននៅក្នុងខ្លួនរបស់គាត់ភ្នែករបស់វ៉ាងនេះបានប្រែជាត្រជាក់ឈាមរបស់ដូជៀនហៀចេញមកភ្លាមនៅចំហៀងជាមួយនឹងដៃអាវរបស់គាត់អក្ខរាវរដ្ឋទាំងនេះធ្វើឲ្យខ្លឹមសារនៃព្រលឹងប្រភពដើមមានភាពមិនមានភាពស្មុគស្មាញទេស្ទើរតែគ្រប់អ្នកដាំដុះបានស្គាល់ពួកវាទោះបីជាណាក៏ដោយទាំងនេះគឺជាអក្ខរាវរដ្ឋដែលប្រើប្រាស់ហើយរងរបួសបំផុតដើម្បីសម្លាប់សត្រូវដូជៀនបានឆ្លៀតឱកាសនេះដើម្បីដកថយភ្លាមគាត់បានទះថង់ផ្ទុករបស់គាត់ហើយបំណែកនៃសារធាតុពណ៌ខ្មៅមួយបានលេចចេញមកក្នុងដៃរបស់គាត់មានការស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយវាក្នុងភ្នែករបស់គាត់ធ្វើតែដុំពណ៌ខ្មៅនេះមានរាងអាក្រក់បន្តិចដូចជាសាច់ដល់កខ្វក់ក៏ដោយប៉ុន្តែគាត់បានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការចម្រាញ់វាបើសិនបើវាត្រូវនឹងអ្នកដាំដុះបន្តិចនោះពួកគេនឹងត្រូវបានគ្រប់ដណ្ដប់ដោយភាពកខ្វក់នេះភ្លាមវាគឺជាកំណប់វេទមន្តដ៏កាចសាហាវបំផុតពេលនេះគាត់បានក្តាប់គ្មានរបស់គាត់ហើយបោះវាទាំងអស់ទៅលើអាកាសធម្មពលខ្មៅទាំងអស់បានផ្ទុះឡើងពីលើអាកាសហើយពពកដល់កខ្វក់បានប្រញាប់ប្រញាល់ទៅរកវ៉ាងលីនភ្នែករបស់វ៉ាងលីនកាន់តែអាក្រក់ពេលដែលគាត់បានបោះចំហៀនទៅមុខគាត់បានចង្អុលភាពកខ្វក់ដោយដៃរបស់គាត់ហើយទន្លេក្រោមពិភពលោកបានលេចចេញមកទន្លេក្រោមពិភពលោកនេះបានបោះសម្អាតភាពកខ្វក់ទាំងអស់យ៉ាងឆាប់រហ័សគេខំជួយនៅវាយគេទៀតអូននេះដឹងតែវ៉ាងលីនដកព្រលឹងមកសួរចម្លើយទៀតណាក្រទន្លេក្រោមដីទន្លេក្រោមពិភពលោកគឺជាទន្លេដែលកខ្វក់បំផុតក្នុងពិភពលោកនៅពេលដែលវាចូលក្នុងនៅពេលដែលអាភាពកខ្វក់នោះចូលទៅក្នុងទន្លេក្រោមពិភពលោកมันត្រឹមតែมันធ្វើឲ្យទន្លេចុះខ្សោយនោះទេវាបានធ្វើឲ្យទន្លេក្រោមពិភពលោករបស់វ៉ាងលីនកាន់តែរឹងមាំទៀតផងដូជៀនពិតជាខកចិត្តខ្លាំងណាស់ដូជៀនពិតជាខ្លាំងណាស់ក្នុងចំណោមអ្នកមានកម្រិតដាំដុះដូចគ្នាហើយកំណត់ទ្របនេះគឺហើយគាត់បានបង្កើតវាដើម្បីកុំឲ្យគាត់បាត់បង់វាថាកុំឲ្យគាត់ចាញ់សត្រូវរបស់គាត់ក្នុងកម្រិតដូចគ្នាទោះបីជាយ៉ាងណាក៏ដោយមុនពេលដែលអ្នកមានដាវផ្ទាល់ខ្លួនដូចជាវ៉ាងលីនវាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដោះស្រាយជាមួយវ៉ាងលីនលុះត្រាតែគាត់បានអនុវត្តជំហានចុងក្រោយនោះបំបីរបាំងជំវិញបេះដូងរបស់គាត់ហើយឈានចូលដល់ដំណាក់កាលទី7ដោយស្ដាំរបស់វ៉ាងលីនបានធ្វើចលនាដូចជាភ្នែកបន្ទោនៅពេលដែលគាត់បានចាប់ដូជៀនភ្នែករបស់គាត់ពោពេញទៅដោយភាពអស់សង្ឃឹមគាត់មិនបានសួរសំណួរណាមួយឡើយហើយបានធ្វើឲ្យធម្មពលខាញានសេលេស្ទាសកម្មដើម្បីកាត់ផ្ដាច់ព្រលឹងរបស់ដូជៀនចេញពីខ្លួនរបស់គាត់ភ្លាមបន្ទាប់ពីគាត់បានទះថង់ផ្ទុករបស់គាត់ហើយដកតុងព្រលឹងចេញមកជាមួយនឹងរលកមួយការដាក់កម្រិតរាប់មិនអស់បានហោះចេញបង្កើតបានជារង្វង់នៃការរឹតបន្តឹងដូចទៅនឹងការជាប់គាំងរបស់យ៉ាស៊ីស៊ូដែរបន្ទាប់មកវ៉ាងលីនបានបោះវាទៅកាន់ថង់ផ្ទុករបស់គាត់វិញវ៉ាងលីនបានធ្វើកិច្ចការទាំងនេះយ៉ាងលឿននិងយ៉ាងស្អាតទោះបីជាមូរុងជូចង់និយាយអ្វីក៏ដោយវាហួសពេលទៅហើយ
បងនេះបានងាកមកក្រវីជក់ក្នុងដៃរបស់គាត់ធ្វើឲ្យនិមិត្តសញ្ញាហោះមករកគាត់វិញសត្វល្អិតបានប្រងើយកន្តើយទាំងស្រុងនៅអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងហើយបានបន្តលេបត្របាក់និមិត្តសញ្ញាមាសដោយចេតនាទោះបីជាយ៉ាងណាក៏ដោយពន្លឺមាសទាំងនេះត្រូវបានដូចជាគ្មានដែនកំណត់អញ្ចឹងទោះបីជាវាស៊ីប៉ុណ្ណាក៏ដោយក៏វាមិនថយចុះទៅទេសោះព្រៃរបស់វាងនេះបានភ្លឺឡើងហើយក៏បានពង្រីកម្រាមដៃចង្អុលខាងឆ្វេងរបស់គាត់ម្រាមដៃនេះម្រាមដៃមរណៈបានបាញ់ចេញហើយចូលទៅកាន់និមិត្តសញ្ញាមាសដោយផ្ទាល់ដូចជាវាមិននៅទីនោះឈុតឆាកនៃអក្ខរាវរត់នេះច្បាស់ជាឆ្លងកាត់និមិត្តសញ្ញានិងការបរាជ័យរាប់មិនអស់ពីអក្ខរាវិរុទ្ធរបស់មូរងជូភ្លាមបានតាក់ទាញចំណាប់អារម្មណ៍របស់ស្ត្រី2នាក់នោះមានតម្រុយនៃការតក់ស្លុតក្នុងភ្នែករបស់មូរងជូខណៈដែលគាត់បាននិយាយដោយសំឡេងធ្ងន់ថាអក្ខរាវរត់នេះខ្លាំងណាស់បន្ទាប់ពីគាត់បាននិយាយបែបនេះមានតម្រុយនៃភាពលុបលន់ក្នុងខ្សែភ្នែករបស់ចៅយីសុនចំពោះស៊ូវៃការបញ្ចេញមតិរបស់នាងគឺព្យាក្រឹតប៉ុន្តែភ្នែករបស់នាងបានធ្លាក់ចុះបន្តិចមានតែមូរងជូប៉ុណ្ណោះដែលមិនមានការលុបលន់ក្នុងភ្នែករបស់គាត់មានតែភាពតក់ស្លុតប៉ុណ្ណោះអ្នកដាំដងសម្លាញ់អើយចូលយើងបន្តទៅការបង្ហាញរបស់វ៉ាងលិនគឺធម្មតានិមិត្តសញ្ញាពូមាសជាង10ហុំព័ទ្ធដោយសត្វល្អិតបានហុំព័ទ្ធជុំវិញនេះបានធ្វើឲ្យវ៉ាងលិនមានអវត្តមានគួរឲ្យភ័យផ្អើលជាខ្លាំងរាងកាយរបស់វ៉ាងលិនបានចាប់ផ្ដើមធ្លាក់ចុះមូរងជូមិនបាននិយាយអ្វីទេហើយធ្វើដូចគ្នាចំណែកស្ត្រី2នាក់នោះពួកគេស្ទាក់ស្ទើរប៉ុន្តែបានធ្វើតាមទោះបីជាយ៉ាងណាក៏ដោយពួកគេបានរក្សាចម្ងាយពួកគេពីវ៉ាងលិនពួកគេច្បាស់ជាខ្លាចគាត់អក្ខរាវិរុទ្ធនេះគឺនៅពេលដែលវ៉ាងលៀនហោះគាត់បានងក់ក្បាលដោយសម្ងាត់គាត់មិនជឿថាវាមានសត្វដែលមានភាពស៊ាំនឹងអក្ខរាវិរុទ្ធទេទុកឲ្យតែសត្វល្អិតទាំងនេះទៅបើអក្ខរាវិរុទ្ធគ្មានប្រសិទ្ធភាពទេការពិតតែមួយគត់គឺអក្ខរាវិរុទ្ធមិនរឹងមាំគ្រប់គ្រាន់សម្រាប់ធ្វើបាបពួកវាវ៉ាងលៀនបានប្រមូលនៅធម្មពលដារបស់លិនធានហួរចូលទៅក្នុងម្រាមដៃរបស់គាត់ហើយប៉ះនឹងសត្វល្អិតមួយសត្វល្អិតនេះបានញ័រភ្លាមប៉ុន្តែមិនបានស្លាប់ទេវ៉ាងលៀនបានបង្ហាញតម្រុយនៃការតក់ស្លុតក្នុងភ្នែករបស់គាត់នៅសល់ធម្មពលដារបស់លិនធានហួរតែមួយប៉ុណ្ណោះការប្រើប្រាស់ធម្មពលដាតិចជាង 1% គឺជាដែនកំណត់របស់គាត់រួចទៅហើយពួកគេទាំង4នាក់បានបន្តចុះទៅក្រោមជម្រៅនៃចំណោលនោះចំពោះកន្លែងដែលគ្រោះថ្នាក់ដែលវ៉ាងលៀនបានឃើញជាមួយនឹងគ្រីស្តាល់របស់ប៉ៃឡូពួកគេអាចឆ្លងកាត់ពួកវាដោយមានជំនួយពីមរងជូទោះបីជាវាយឺតបន្តិចក៏ដោយក្នុងកំឡុងពេលនេះរួមទាំងស្ត្រីទាំង2នាក់នោះបានជួយច្រើនផងដែរជាពិសេសចៅយីសុនអក្ខរាវិរុទ្ធរបស់ស្ត្រីនេះគឺអាចកំបាំងខ្លាំងណាស់វាជារឿយហាក់ដូចជាគ្មានអ្វីកើតឡើងទេប៉ុន្តែអំណាចពិតរបស់អក្ខរាវិរុទ្ធនោះនឹងបង្ហាញដោយភាពស្ងៀមស្ងាត់ក្នុងការប្រៀបធៀបស៊ូវៃវាហាក់ដូចជាមិនគ្រប់គ្រាន់ទេទោះបីជាយ៉ាងណាមិញក្រោយពីការសង្កេតរបស់វ៉ាងលៀនបានកើតឡើងគាត់បានសង្កេតមើលយ៉ាងច្បាស់ថាគាត់គ្រាន់តែសង្កេតគាត់កាន់តែច្បាស់អំពីទ្រឹស្ដីរបស់គាត់ខ្ញុំមិននឹកស្មានថាបានជួបនរណាម្នាក់មកពីនិកាយនោះនៅទីនេះនោះទេវ៉ាងលៀនបានដកការសម្លឹងមើលហើយលែងយកចិត្តទុកដាក់ចំពោះពួកគេទាំងពីរទៀតដរាបណាពួកគេមិនធ្វើឲ្យគាត់ខឹងគាត់នឹងមិនចង់លាតត្រដាងអាចកំបាំងរបស់នារីទាំងពីរនាក់នោះទេចំពោះមូរងជូភាពអក្ខរាវិរុទ្ធរបស់គាត់ថែមទាំងធ្វើឲ្យវ៉ាងលៀនងើបចិញ្ចើមរបស់គាត់ទៀតផងអក្ខរាវិរុទ្ធរបស់គាត់មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរហូតមកដល់ពេលនេះវ៉ាងលៀនមិនបានឃើញគាត់ប្រើអក្ខរាវិរុទ្ធដូចគ្នាពីរដងទេវ៉ាងលៀនបានជឿថាជាមួយនឹងការដាំដុះរបស់គាត់អាចយកឈ្នះលើមូរងជូបានប៉ុន្តែដោយសារតែរបួសប៉ុន្តែគាត់អាចយកឈ្នះអាមូរងជូនឹងបានប៉ុន្តែគាត់នឹងរបួសដែរជាមួយនឹងភាពខុសគ្នាប្រសិនបើគាត់ប្រើកំណត់ទ្របប៉ុន្តែមូរងជូក៏មានកំណត់ទ្របដែរប្រសិនបើការរត់គេចរបស់មូរងជូពិតជាអស្ចារ្យដោយបរិសុទ្ធចំណាស់នោះហើយប្រសិនបើមូរងជូចង់គេចនោះវ៉ាងនេះមិនអាចចាប់គាត់បានឡើយព្រលឹងដើមកំណើតរបស់បរិសុទ្ធចំណាស់នោះត្រូវបានផ្សារភ្ជាប់ទៅក្នុងទង់ព្រលឹងបន្ទាប់ពីជួយសង្គ្រោះចៅយីគាត់នឹងដោះស្រាយបញ្ហានៃជំរឿនៃចំណូលនេះខ្ញុំត្រូវតែចំណាយពេលខ្លះដើម្បីបណ្ដោះអក្ខរាវិរុទ្ធទាំងនេះនៅថ្ងៃនោះដោយសារតែមានចំណុចពីមូរងជូពួកគេទាំងពីរនេះបានធ្វើសកម្មភាពជាមួយគ្នាហើយទីបំផុតបានទៅដល់ផ្នែកពាក់កណ្ដាលនៃទន្លេនៃចំណោលនោះ
បេះដូងរបស់វ៉ាលេនបានញ័រប៉ុន្តែគាត់បានទប់អារម្មណ៍ភ្លាមៗសូម្បីតែគ្រីស្តាល់របស់ប៉ៃលូក៏មិនអាចឃើញនៅក្រោមផ្នែកនេះបានដែរទោះបីជាណាក៏ដោយគោលដៅរបស់វ៉ាលេនគឺនៅចិត្តខ្លាំងណាស់យោងទៅតាមវិស័យបុរាណប៉ៃលូគាត់បានដឹងអំពីជោយីគឺនៅទីនេះទោះបីជាណាក៏ដោយសូម្បីតែអំណាចរបស់ប៉ៃលូក៏គាត់មិនអាចកំណត់ទីតាំងរបស់ជោយីបានដែរវ៉ាងលៀនបានទាដៃបងប្រុសមូរងខ្ញុំមានរឿងផ្សេងទៀតដែលត្រូវធ្វើដូច្នេះខ្ញុំមិនតាមអ្នកទៀតទេក៏បានសិញ្ចឹងទៅបន្តិចមុននឹងក្រឡេកមើលដោយទឹកមុខស្ងប់ស្ងាត់ហើយនិយាយថាខ្ញុំសប្បាយចិត្តដែលបានជួបបងប្រុសមូរងក្នុងដំណើរកំសាន្តចុះក្រោមជម្រៅនៃចំណោនេះបើសិនបើអ្នកត្រូវការខ្ញុំសម្រាប់អ្វីមួយនៅពេលអនាគតសូមប្រាប់ខ្ញុំមកដោយសេរីវាកម្រណាស់ដែលវ៉ាងលៀននិយាយរឿងទាំងអស់នេះជាមួយនឹងបុគ្គលិកលក្ខណៈរបស់គាត់អ្វីត្បិតតែមូរងជូកម្រនិយាយក៏ដោយក៏គាត់មិនដែលទុកចិត្តនៅពេលដែលគាត់ត្រូវការធ្វើសកម្មភាពហើយមិនដែលហួសពីការលោភលន់របស់គាត់ឡើយបើមិននិយាយអ្វីច្រើនទេមូរងជូបានបង្ហាញស្នាមញញឹមហើយគាត់ងក់ក្បាលបើក៏បានហោះចុះទៅក្រោមដោយស្ងៀមស្ងាត់បើសិញ្ចឹងគិតមិនសន្ទុះបន្ទាប់ពីបញ្ជូនសម្លេងទៅកាន់មូរងជូថាបងប្រុសមូរងប្រយ័ត្ននឹងស្ត្រីពីរនាក់នោះបើខ្ញុំមិនខុសទេពួកគេគួរតែជាមនុស្សមកពីនិកាយដែលមានអំណាចមួយហើយមួយក្នុងចំណោមពួកគេត្រូវតែជាសាកសពដែលមានព្រលឹងដើមកំណើតភ្ញាក់ផ្អើលមូរងជូមិនបានសម្លឹងមើលស្ត្រីពីរនាក់នោះទេហើយក៏មិនបានធ្វើអ្វីដើម្បីប្រាប់ថាគាត់បានឮវ៉ាងលៀននិយាយផងដែរគាត់បានបន្តចុះទៅក្រោមប៉ុន្តែគ្មាននរណាម្នាក់គាត់សម្គាល់ថាផ្នែករបស់គាត់បានភ្លឺមួយផ្លែតហើយគាត់មានការប្រុងប្រយ័ត្នបន្ថែមទៀតគាត់បានលើអំពីសាសនានោះនៃនិកាយនេះរួចហើយនិកាយនោះគឺមានអំណាចខ្លាំងជាងប្រទេសដាំដុះភាគច្រើនស្ទើរតែគ្រប់គ្នានៃប្រទេសដាំដុះទាំងអស់មានសាខានៃនិកាយរៀងៗខ្លួនពួកគេគ្រាន់តែខ្លាំងនិងខ្សោយប៉ុណ្ណោះស្រីទាំងពីរនាក់ក៏និយាយពាក្យលាដែររួចក៏ចុះទៅក្រោមទោះបីជាយ៉ាងណាក៏ដោយស៊ូវៃបានលេងដោយចៃដន្យជាមួយនឹងសក់របស់នាងសក់មួយសរសៃបានហើរចេញទៅជាប់នឹងច្រាំងថ្មបន្ទាប់ពីពួកគេទាំង3នាក់បានបាត់ខ្លួនទៅឆ្ងាយភ្នែករបស់វ៉ាងលៀនកាន់តែត្រជាក់ការសម្លឹងមើលរបស់គាត់បានធ្លាក់ទៅលើច្រាំងថ្មពីចម្ងាយគាត់បានលើកដៃស្ដាំរបស់គាត់ហើយសរសៃសក់បានហោះមករកគាត់ហើយត្រូវបានចាប់យកនៅចន្លោះម្រាមដៃរបស់គាត់វាហាក់ដូចជាការប្រមានរបស់ខ្ញុំមិនគ្រប់គ្រាន់ទេវ៉ាងលៀនបានបញ្ចេញនៅការសម្មុខដ៏ត្រជាក់ហើយយកម្រាមដៃរបស់គាត់ទៅដោះសក់បានឆេះភ្លើងមានពណ៌បៃតងបណ្ដុំនៃវិញ្ញាណទេវភាពមួយបានចេញពីសក់ប៉ុន្តែមុនពេលវាប្រែទៅជារួចវ៉ាងលៀនបានស្ដោះឈាមចេញមួយដំណក់អារម្មណ៍ទេវភាពបានដួលរលំភ្លាមបន្ទាប់ពីប៉ះទង្គិចជាមួយធម្មពលដើមរបស់វ៉ាងលៀនចេញពីឈាមនោះពេលចុះទៅចំណោនៃជម្រៅនោះរាងកាយរបស់ស៊ូវៃបានញ័រឈាមបានហូរចេញពីជ្រុងមាត់របស់នាងហើយភ្នែករបស់នាងមានដាននៃការភ័យខ្លាចអូខេអ្នកគ្នាឥឡូវភាគនេះសូមចប់តែហ្នឹងហើយភាគនេះខ្ញុំមានអារម្មណ៍ថានិយាយរៀងវល់តិចចឹងសូមអ្នកគ្នាកាត់នៃយល់ខ្លះទៅនិយាយទៅអាពាក្យខ្លះវាអត់ប្រយោជន៍ទេចឹងអ្នកគ្នាមិនបាច់ខ្វល់ទេកាត់ចោលទៅហើយស្ដាប់តាពីរឿងរបស់វ៉ាងលៀនយើងបានហើយអូខេឥឡូវបាយទៅប៉ុណ្ណឹង